សួស្តីអ្នកនរគ្នាសម្រាប់អ្នកដែលមិនទាន់ចេះប្រើ tag ឲ្យបានត្រឹមត្រូវតោះមើលវីដេអូនេះជាទូទៅមានបងប្អូនមួយចំនួននៅពេលដែលគាត់ផុសវីដេអូឬក៏ផុសរូបភាពចូលទៅក្នុង Facebook គាត់តែងតែប្រើ tag ឈ្មោះនរណាម្នាក់អញ្ចឹងនៅពេលដែលគាត់ប្រើយូរទៅ Facebook ដែលគាត់ប្រើឈ្មោះនោះនឹង spam ដែលយើងអាចនិយាយថានឹងជាប់បម្រាមរបស់ Facebook នឹងធ្ងន់ធ្ងរហើយមួយវិញទៀតបើសិនជា Facebook របស់គាត់ខូចឬក៏ spam ហើយគាត់យកឈ្មោះរបស់គេយកមកដាក់ផុសនៅក្នុងវីដេអូឬក៏រូបភាពនោះ Facebook ដែលត្រូវបានគេដាក់នោះក៏អាចឆ្លងឬក៏អាចនិយាយថា spam ដូចគ្នាអញ្ចឹងខ្ញុំមានវិធីក្នុងការបិទកុំឲ្យនរណាម្នាក់ tag ឈ្មោះរបស់យើងបាននៅក្នុង Facebook តោះឥឡូវទៅមើលវីដេអូរបស់ខ្ញុំតោះចូលក្នុង profile Facebook មកបងប្អូនបន្ទាប់មកចុចកន្លែងត្រេ3ខាងលើនេះរួចអូសចុះមកក្រោមចុចកន្លែង setting and privacy នេះចុចលើវាមកហើយវានឹងចេញពាក្យ setting ខាងក្រោមនេះចុចលើវាមកបន្ទាប់មកទៀតបងប្អូនអូសចុះមកក្រោមបងប្អូនស្វែងរកពាក្យកន្លែង profile and tagging នេះកន្លែងផ្លាកសញ្ញានេះនេះមកដល់ត្រង់ចំណុចនេះបងប្អូនចុចលើវារួចដាក់ only me បន្ទាប់មកចុច save បងប្អូនអត់ចុច save ទេគឺវាជាប់ទេហើយបន្ទាប់មកចំណុចទី2នោះដូចគ្នាបងប្អូនចុចកន្លែង CO មករួចដាក់ only me ដូចគ្នារួច save រួចចេញមកវិញមកនេះហើយកន្លែងទី4 1 2 3 4នេះកន្លែង tagging and reply mention ចុចលើវាមកចុច CO មកចុច only me ដូចគ្នាបន្ទាប់មក save ហើយកន្លែងត្រង់ចំណុចនេះបើសិនជាបងប្អូនឃើញវាលោតប៊ូតុង Q ចុចបិទវាមកអស់មកហើយកន្លែងនេះមួយទៀតបងប្អូនដាក់ only me ដូចគ្នាមកដល់មក save អញ្ចឹងយើងដាក់ only me ទាំងអស់មកអញ្ចឹងនៅពេលដែលយើងធ្វើអញ្ចឹងរួចរាល់ហើយអ្នកដទៃគឺអាចអត់tag ឈ្មោះ Facebook របស់យើងបានអញ្ចឹង Facebook របស់យើងគឺមានសុវត្ថិភាពហើយប៉ុណ្ណឹងតោះអញ្ចឹងបងប្អូនកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំមួយដើម្បីបានវីដេអូចែកម្លែកថ្មីបន្តទៀតបាទអរគុណច្រើន